mấy cái khơi lục ban ba tha lục xong tiền kì anh á nè tha nữa đằng một mặt đài và một bọc tam pất anh nâng cái hao tha lục bảo sạch vô lùm nòm tam pất cái thá trâu mình khâu tí bàn tay lẹ ở nãy nó người của mát tích lục đào ban bát cái tha lục đào xong tiền mình bên xong tiền tê lục đào bảo sạch đó nè nam bên đi say nè nai chưa khá đã ba tấu nè na ọt bên đi say nè anh bạch đã có tấu anh đang võ đò vót tình mi chán các bạn và sẽ mì mà nô đó chán cho chán một đội mì tam bật tấu lục bàn bạc nó cứ lục bầm pin nỉ say buôn bao lô á nỉ say bao lô men buôn á nhôm thổi chám á tuy mũi đào bàn bạc anh đang đi say bao lâu có mình tha nè bùaประมาณ ฉะนั้น thằng nạp pan naเรา đi say คือ bàn bạc นั่น มั้ง ก็ ប៉ុន្តែ ដល់ ពេល ព្រះ សម្មាសម្ពុទ្ធ ព្រះ អង្គ អនុញ្ញាត បើ មាន ទេយុ ទេយិកា ណា គេ មាន សទ្ធា ជ្រះថ្លា ប្រគេន ថា ប្រវរណា លោកម្ចាស់ ឲ្យ បាច់ បិណ្ឌ បាច់ អី ខ្ញុំ កណា ផ្គត់ផ្គង់ លោកម្ចាស់ រហូត អា នឹង បាច់ បិណ្ឌ ក៏ បាន ដែរ តែ បើ អត់ មាន គេ ផ្គត់ផ្គង់ ទេ ត្រូវ តែ បិណ្ឌ គឺជា និស្ស័យ របស់ អ្នក បួស បាន បិណ្ឌ លោក ផង បានបនដល់អ្នកដាក់បាតដាក់អីប្រកេនលោកផងអ្នកណាគេថាសុំទានក៏ថាចុះគេថាលោកដល់សុំទានគេទៀតថាអីថាចុះព្រោះតាមពិតនិស្ស័យ4របស់អ្នកបួសទី1អាស្រ័យបណ្ឌបាតទី2ជ្រក់ក្រោមម្លប់ឈើនិស្ស័យ4មកអាត្មាសូត្របាលីឲ្យស្ដាប់បាលីលោកសំដែងថាបាំងសកលចៃវរាំងបរិបណ្ឌិយាលេវភោចនាំងរុកមូលសេនាសនាំងមុតពោតពេសចាំងនិស័យបបជាតថទេយវច្ចវាំងឧស្សាហោករណីយោនិស័យអ្នកបួសមាន4ឡើយអាត្មានិយាយតាមនៃសេចក្តីមិញទី1បណ្ឌបាតនិយាយកាត់អស់គ្រប់4បណ្ឌបាតហ្នឹងគេថាសូមសុំទានហ្នឹងគេថាទៅតាមពិតនិស័យរបស់លោកត្រូវតែដើរប្រោស័ព្ទអ្នកណាមានសទ្ធាអ្នកណាមាននិស័យក៏ដើរទៅទី2ស្លៀកដណ្ដប់សម្ពុតបាំងស្គូលអ្នកស្បង់ចំពោះលោកប្រើហ្នឹងកាលព្រះមិនតន់អនុញ្ញាតកហបដីជីវរបានតែស្បង់ចំពោះមានម្ចាស់ណាអត់មានកថាណាលោកអ្នកបួសហ្នឹងដើរទៅបាំងស្គូលឆាកយកពីខ្មោចងាប់ទេខ្មោចងាប់គេរុំកតេលផងគេរុំកណាត់សផងហើយលោកឆាកយកអាកណាត់ហ្នឹងមកឲ្យបោកទឹកឲ្យដេឲ្យកាត់ដេឲ្យជលក់ឲ្យហាលទៀតបើត្រូវមេឃភ្លៀងវិញអស់ពណ៌លីងសស្គូសក៏ដែរកណាត់សហ្នឹងលោកពីដើមតាប្រហែលតន់លោកពីដើមមកកណាត់សហ្នឹងហើយបាំងស្គូលរបស់ដែលបានមកពីខ្មោចពីអីហ្នឹងក៏ប៉ុន្តែបើមានទេយុទេយកាណាគេជាវប្រកេនហើយយើងមិនបាច់ទៅពិបាកបាំងស្គូលយកទៀតទេតែបើយើងទៅបាំងស្គូលក៏បាំងទៅនិស្ស័យរបស់យើងហើយត្រូវយល់អាហ្នឹងនិស្ស័យទី2ណានិស្ស័យទី3ជ្រកក្រោមម្លប់ឈើឃើញលោកគង់ក្រោមម្លប់ឈើសមាធិអីហ្នឹងអាហ្នឹងក៏និស្ស័យរបស់លោកដែរហើយចំនួនព្រះប៊ូហើយមានវត្តឯណាកាលព្រះអង្គមិនទាន់អនុញ្ញាតទទួលវត្តអារាមមកពីខុសប៊ូហើយនៅកពោតព្រៃនៅរូងភ្នំនៅក្រោមដើមឈើរូងឈើមើលគល់ឈើហ្នឹងតែបើមានទេយុទេយកាណាគេកសាងវត្តប្រកេនហើយមិនបាច់នៅក្នុងព្រៃអីទៀតទេមិននៅវត្តមកទៅលោករងថ្ងៃប៊ូហើយនៅវត្តឃើញទេចេះសួរទៀតតើសួរហើយខ្ញុំទៅលេងចាមទៅវត្តនេះវត្តទៅវត្តតុំទៅក្មេងនេះសាសាលាលួចស